ជំរាបសួរពុកម៉ែបងប្អូននេះកន្លែងការងារដែលខ្ញុំធ្វើសប្តាហ៍ថ្ងៃខាងប្រទេសហាវ៉ៃគេហៅប្រទេសផ្លោកតែប្រទេសហ្នឹងមានពីរពណ៌បងប្អូនពណ៌លឿងនិងពណ៌ក្រហមតែខ្ញុំថតពណ៌ក្រហមឲ្យមើលសិនចាំពេលក្រោយចាំខ្ញុំថតពណ៌លឿងឲ្យបងប្អូនមើលម្ដងទៀតបើនិយាយរឿងផ្លែវិញបាច់ទេបងប្អូនអើយផ្លែល្អៗណាស់ឥឡូវពុកម៉ែបងប្អូនមកមើលពីរបៀបកាត់ផ្លែម្ទេសវិញកាត់ផ្លែម្ទេសនេះអត់ពិបាកទេបងប្អូនគ្រាន់តែកាត់ហើយយើងកោះកាត់ហើយយើងកោះទេយើងអត់កាត់ឲ្យផុតពីមួយកបិតទេកាត់តែពាក់កណ្ដាលហើយយើងកោះស្រួលណាស់បងប្អូនបើនិយាយរឿងការងារវិញតកែខ្ញុំអត់បខំទេបងប្អូនធ្វើការតាមកម្លាំងអត់សូវបខំយើងទេបើនិយាយរឿងតកែខ្លះខ្ញុំអត់ដឹងទេបើថាតកែខ្ញុំក៏អត់សូវបខំកូនចៅទេធ្វើតាមកម្លាំងណាបងប្អូនបើខ្ញុំវិញពេលដែលឃើញម្ទេសផ្លែច្រើនអញ្ចឹងខ្ញុំសប្បាយកាត់ដែរបងប្អូនហើយបើនិយាយផ្លែម្ទេសវិញមិនបាច់ទេបងប្អូនអើយក្រហមពេញដើមស្រស់ស្អាតមែនទែនបងប្អូនពេលដែលយើងកាត់រួចហើយយើងយកមករៀបដាក់កញ្ច្រែងមួយរៀបដាក់កញ្ច្រែងហើយយើងក៏ជូនម្ដងម៉ារទេសដើម្បីយកទៅដាក់លើឡានបងប្អូនអើយហៀឆ្លាតទឹកមកនោះកុំចាប់ប្រទេសបងប្អូនបងប្អូនណាយកបានមួយទៀតមកអូអរ៉ាអង្គុយពីចូលសលេងដាក់មិនងាយស្រួលដែរហ្នឹងបងប្អូនលើក2 3ដំណាក់ឥឡូវលើកចុងក្រោយដាក់លើឡានដើម្បីដឹកយកទៅក្រុមហ៊ុនគេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនដែលចូលមើលហើយបងប្អូនសូមជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងអរគុណច្រើនពុកម៉ែបងប្អូនមួយម៉ាត់មកហើយតែមកបេះវាបដាច់មកបេះបដាច់ញ៉ាំអស់កុំឲ្យវត្តផុតតាំងឆ្ងាញ់របស់គេមែនខ្ញុំហៅបាត់ទួយដែរ